បាទសូមជម្រាបសួរបងប្អូនជាទីគោរពសូមស្វាគមន៍មកកាន់ Channel Skill Up KA បាទថ្ងៃនេះយើងនឹងរៀនអំពីគន្លឹះមួយចំនួនមុននឹងចាប់ផ្ដើមធ្វើអាជីវកម្មមុននឹងយើងចាប់ផ្ដើមសម្រេចចិត្តបោះទុនធ្វើមុខរបរអ្វីមួយបងប្អូនបានដឹងហើយថាបងប្អូនត្រូវត្រៀមអ្វីខ្លះបាទថ្ងៃនេះយើងនឹងលើកយកអំពីចំនួន9ជំហានដែលបងប្អូននឹងត្រូវដឹងមុននឹងចាប់ផ្ដើមធ្វើអាជីវកម្មដើម្បីកាត់បន្ថយហានិភ័យហើយនឹងបង្កើតឱកាសជោគជ័យបាទតោះយើងទៅតាមដានទាំងអស់គ្នាបាទចំណុចទី1ដែលយើងត្រូវដឹងគន្លឹះមុននឹងចាប់ផ្ដើមធ្វើអាជីវកម្មនឹងយើងត្រូវកំណត់គោលបំណងឲ្យបានច្បាស់លាស់ចំណុចទី2គឺបង្កើតគំនិតអាជីវកម្មចំណុចទី3សិក្សាស្រាវជ្រាវទីផ្សារហើយចំណុចទី4កំណត់អតិជនគោលដៅចំណុចទី5ការវិភាគឲ្យបានហ្មត់ចត់ចំណុចទី6ពាក់ព័ន្ធទៅនឹងការបង្កើតសៀវភៅព្រាងមួយដែលអាជីវកម្មរបស់បងប្អូនកំពុងតែគិតហ្នឹងហើយចំណុចទី7រៀបចំផែនការអាជីវកម្មចំណុចទី8ស្វែងរកទុនហើយចំណុចទី9ចំណុចបញ្ចប់គឺយើងចាប់ផ្ដើមអនុវត្តតែម្ដងបាទសម្រាប់ចំណុចទី1តកតងទៅនឹងការកំណត់គោលបំណងជំហានដំបូងបង្អស់គឺការកំណត់គោលបំណងបងប្អូនត្រូវតែសួរខ្លួនឯងថាតើបងប្អូនចង់ធ្វើអាជីវកម្មវិស័យណាហើយធ្វើវាដើម្បីអ្វីកាលណាបងប្អូនមានគោលបំណងច្បាស់លាស់វានឹងអាចក្លាយទៅជាកម្លាំងទឹកចិត្តជំរុញឲ្យបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រពីវាយកបទពិសោធន៍ពីវានិងរៀនពីចំណេះជំនាញពីវានោះបងប្អូននឹងមិនងាយនឹងបាក់ទឹកចិត្តហើយក៏អាចលះបង់គ្រប់យ៉ាងដើម្បីធ្វើអាជីវកម្មនោះផងដែរជាសង្ខេបចំណុច2នៅក្នុងចំណុចកំណត់គោលបំណងនេះគឺចង់ឲ្យបងប្អូនរើសយកអាជីវកម្មនៅក្នុងវិស័យណាមួយដែលបងប្អូនស្រឡាញ់ហើយស្រឡាញ់មុខរបរនោះដោយពេញចិត្តនោះបងប្អូននឹងមិនបោះបង់វានៅពេលដែលបងប្អូនបាក់ទឹកចិត្តក៏ដោយបាទសម្រាប់ចំណុចទី2ទាក់ទងទៅនឹងការបង្កើតគំនិតអាជីវកម្មអាជីវកម្មដែលល្អត្រូវតែមានភាពប្លែកគេណាបងប្អូនហើយមានអត្តសញ្ញាណផ្ទាល់ខ្លួនគំនិតនេះវាអាចកើតចេញពីការចម្រាញ់ចំណេះដឹងនិងបទពិសោធន៍បងប្អូនត្រូវចងចាំថាទោះបីជាគេលួចរូបមន្តយើងបានក៏ដោយក៏ប៉ុន្តែគេមិនអាចលួចគំនិតច្នៃប្រឌិតរបស់យើងបានឡើយសង្ខេបនៅក្នុងចំណុចនេះគឺមានន័យថាបងប្អូនត្រូវតែមានគំនិតលក្ខណៈប្លែកហើយនៅពិសេសមួយទៀតនោះបងប្អូនត្រូវចងចាំថាគំនិតគឺជាទ្រព្យគំនិតគឺអាចបង្កើតលុយបានដែលគេមិនអាចលួចបានបាទចំណុចទី3ពាក់ព័ន្ធទៅនឹងការសិក្សាស្រាវជ្រាវទីផ្សារចំណុចផងដែរគឺបងប្អូនកុំទាន់លក់នៅអ្វីដែលបងប្អូនចង់លក់តែបងប្អូនត្រូវតែលក់នៅអ្វីដែលទីផ្សារត្រូវការចុះសិក្សាទីផ្សារជួយឲ្យបងប្អូនមើលឃើញអំពីបញ្ហារបស់អតិថិជននៅពេលដែលបងប្អូនរកឃើញបញ្ហានោះហើយបងប្អូននឹងឃើញឱកាសនៅក្នុងការបង្កើតដំណោះស្រាយដើម្បីបង្កើតជាអាជីវកម្មសម្រាប់ពួកគាត់នឹងចំណុចសំខាន់មាន2ចំណុចនៅក្នុងនឹងផងដែរគឺ1រកឲ្យឃើញនៅឱកាសពិតប្រាកដជាមួយនឹងអតិថិជន2ស្វែងយល់អំពីបញ្ហានិងតម្រូវការរបស់អតិថិជនបាទសម្រាប់ចំណុចទី4ទាក់ទងទៅនឹងការកំណត់អតិថិជនគោលដៅអាជីវកម្មមួយមិនអាចបម្រើមនុស្សគ្រប់គ្នាបានទេបងប្អូនត្រូវកំណត់ឲ្យបានច្បាស់តើនរណាគឺជាអ្នកដែលនឹងទិញផលិតផលឬក៏សេវាកម្មរបស់បងប្អូនកាលណាបងប្អូនស្គាល់ច្បាស់បងប្អូននឹងអាចដឹងអំពីរបៀបលក់និងរៀបចំយុទ្ធសាស្ត្រឲ្យចំគោលដៅក្នុងការលក់ឲ្យអតិថិជននោះតែម្ដងជាសង្ខេបនៅក្នុងចំណុចទី4គឺបងប្អូនកំណត់ក្រុមមនុស្សដែលអាចទិញបងប្អូនបានចំណុចទី2គឺកុំចាប់ផ្ដើមបើមិនទាន់ស្គាល់ពីអតិថិជនរបស់បងប្អូនច្បាស់លាស់នោះទេបាទសម្រាប់ចំណុចទី5ការវិភាគឲ្យបានហ្មត់ចត់មុននឹងចេញរកស៊ីយើងត្រូវតែយកទិន្នន័យទាំងអស់មកវិភាគការវិភាគឲ្យបានគ្រប់ជ្រុងជ្រោយជួយឲ្យបងប្អូនមើលឃើញពីភាពខ្លាំងនិងភាពខ្សោយរបស់បងប្អូននិងលទ្ធផលដែលអាចនឹងកើតឡើងនាពេលអនាគតបើការវិភាគត្រូវជោគជ័យគឺអ្វីៗគឺនៅគៀកនឹងយើងបង្កើតបាទបងប្អូនត្រូវចងចាំថាចំណុចនេះគឺជាសរុបសេចក្តីមកគឺបងប្អូនត្រូវប្រមូលទិន្នន័យមកវិភាគបានគ្រប់ជ្រុងជ្រោយហើយចំណុចទី2គឺលទ្ធផលជោគជ័យគឺវាអាស្រ័យទៅលើការគិតទុកមុនបាទសម្រាប់ចំណុចមួយទៀតគឺចំណុចទី6ការបង្កើតសៀវភៅព្រាងអាជីវកម្មបងប្អូនកុំទុកគំនិតនៅក្នុងខួរក្បាលដែលត្រូវកត់ត្រាទុកក្នុងសៀវភៅព្រាងអញ្ចឹងបើសិនជាបងប្អូនមានគំនិតអ្វីបងប្អូនត្រូវកត់ទុកនៅក្នុងសៀវភៅព្រាងរបស់បងប្អូនការសរសេរគ្រោងទុកបែបនេះវានឹងងាយស្រួលក្នុងការផ្ទៀងផ្ទាត់បន្ថែមបន្ថយ
ឬក៏ការកែសម្រួលនៅចំណុចខ្វះខាតផ្សេងៗមុននឹងយើងដាក់ទុនដែលពិតប្រាកដក្នុងការធ្វើអាជីវកម្មនោះសរុបសេចក្តីមកវិញកត់ត្រាទុករាល់ចំណុចសំខាន់និងគន្លឹះជោគជ័យហើយនឹងជួយឲ្យងាយស្រួលក្នុងការកែសម្រួលទៅលើអាជីវកម្មរបស់បងប្អូនបាទសម្រាប់ជំហានទី7គឺតាក់ទងទៅនឹងការរៀបចំផែនការអាជីវកម្មបាទក្នុងការរៀបចំផែនការអាជីវកម្មនេះផងដែរវាគឺជាផែនទីបង្ហាញផ្លូវសម្រាប់បងប្អូននិងដៃគូសហការបើបងប្អូនមិនទាន់ចេះសរសេរផែនការអាជីវកម្មបងប្អូនអាចរកអ្នកជំនាញបានឬក៏រៀនសរសេរតាមមេរៀនផ្សេងៗដែលបងប្អូនធ្លាប់រៀនពីមុនមកដើម្បីឲ្យអាជីវកម្មរបស់បងប្អូនមានរចនាសម្ព័ន្ធច្បាស់លាស់ចំណុចនេះផងដែរគឺមានពីរចំណុចសំខាន់ជាគោលគឺជួយបងប្អូនឲ្យចេះធ្វើអាជីវកម្មតាមរយៈការសរសេរផែនការអាជីវកម្មនិងមានគោលដៅច្បាស់លាស់បើបងប្អូនអត់ចេះបងប្អូនអាចជួលអ្នកជំនាញទី2ផែនការច្បាស់លាស់នាំឲ្យបងប្អូនទៅរកភាពទំនើបកម្មបាទសម្រាប់ចំណុចមួយទៀតគឺជាចំណុចទី8ពាក់ព័ន្ធទៅនឹងការស្វែងរកទុនមិនមែនគ្រាន់តែជាលុយនោះទេវាគឺជាគំនិតជាទុនរបស់បងប្អូនផងដែរនៅពេលដែលអ្វីៗគ្រប់យ៉ាងរួចរាល់ផែនការនិងធនធានមនុស្សគឺត្រូវសម្រេចចិត្តថានឹងចាប់ផ្ដើមធ្វើភ្លាមៗកុំឲ្យចាំឱកាសកន្លងហួសដូច្នេះចំណុចនេះគឺមានន័យថាគំនិតគឺជាដើមទុនពិតប្រាកដការប្រមូលទុនឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើអាជីវកម្មគឺជារឿងដែលល្អបំផុតនិងជោគជ័យបាទសម្រាប់ចំណុចចុងក្រោយគឺចំណុចទី9គឺបងប្អូនចាប់ផ្ដើមអនុវត្តតែម្ដងនៅពេលអនុវត្តបងប្អូនត្រូវមើលតាមកលៈទេសៈនិងពេលវេលាបានត្រឹមត្រូវហើយនឹងកំណត់ទីតាំងធនធានមនុស្សឲ្យបានល្អនិងអតិថិជនដែលបងប្អូនរៀបចំទុកហើយជាស្រេចបាទខ្ញុំសង្ឃឹមថាជំហានទាំង9នេះនឹងអាចជួយជាទុនដល់គំនិតដល់បងប្អូនមុននឹងចាប់ផ្ដើមធ្វើអាជីវកម្មហើយបើបងប្អូនពេញចិត្តនៅក្នុង slide របស់យើងខ្ញុំឬក៏មេរៀនរបស់យើងខ្ញុំសូមជួយចុច like ឬ subscribe Channel Skill Up KH ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា